នៅក្នុងឆ្នាំ1995កូនប្រុសរបស់លោករ៉ាមចន្ទ្រាដែលជាគ្រូសាស្ត្រអភិជនក៏ត្រូវបានកើតនៅក្នុងមន្ទីរពេទ្យមួយស្របពេលដែលបុគ្គលិកបម្រើការស្ថិតនៅក្នុងផ្ទះរបស់គ្រូសាស្ត្រលោករ៉ាមចន្ទ្រាក៏បានកើតនៅក្នុងមន្ទីរពេទ្យតែមួយនេះផងដែរឈ្មោះដែលបានបង្កើតកូនប្រុសរបស់លោករ៉ាមចន្ទ្រានោះក៏បានសង្កេតឃើញថាទារកម្នាក់នេះហាក់បីដូចជាមិនកម្រើកនិងមិនប្រក្រតីដូចជាទារកដទៃនោះទេដូច្នេះហើយគាត់ក៏បានចេញពីបន្ទប់សម្រាកមួយនោះដើម្បីនឹងប្រើប្រាស់ទូរស័ព្ទក្នុងការទំនាក់ទំនងទៅកាន់វិជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យមួយនេះដើម្បីរាយការណ៍អំពីករណីរបស់កូនប្រុសលោករ៉ាមចន្ទ្រានៅក្នុងពេលនោះផងដែរវ៉ាល់មីគីដែលជាបុគ្គលិកបម្រើការស្ថិតនៅក្នុងផ្ទះរបស់លោករ៉ាមចន្ទ្រានោះក៏កំពុងតែប្រើប្រាស់នៅទូរស័ព្ទរបស់មន្ទីរពេទ្យដោយគេក៏បានកាត់ផ្តាច់នៅទូរស័ព្ទរបស់ខ្លួនដើម្បីនឹងផ្ដល់ឱកាសឲ្យឈ្មោះម្នាក់នោះតាក់ទងទៅកាន់វិជ្ជបណ្ឌិតក្រោយពេលដែលបានស្ដាប់ឮអំពីអ្វីដែលឈ្មោះកំពុងតែនិយាយជាមួយនឹងវិជ្ជបណ្ឌិតពាក់ព័ន្ធជាមួយនឹងករណីកូនប្រុសរបស់លោករ៉ាមចន្ទ្រានោះវ៉ាល់មីគីម្នាក់នេះក៏បានកាត់ផ្តាច់នៅទូរស័ព្ទរបស់ឈ្មោះហើយព្រមទាំងបានប្រាប់ទៅកាន់ឈ្មោះស្រីម្នាក់នោះថាគេនឹងផ្លាស់ប្ដូរកូនប្រុសរបស់លោករ៉ាមចន្ទ្រាជាមួយនឹងកូនប្រុសរបស់គេដើម្បីនឹងបិទបាំងនៅរឿងរ៉ាវទាំងនេះមុនពេលដែលវត្តមានរបស់លោករ៉ាមចន្ទ្រាបានធ្វើដំណើរមកដល់ឈ្មោះស្រីម្នាក់នោះពិតជាមិនអាចបដិសេធជាមួយនឹងគំនិតរបស់វ៉ាល់មីគីបាននោះទេក៏ព្រោះតែកាលដែលធ្វើបែបនេះវាអាចនឹងបិទបាំងនៅកំហុសឆ្គងរបស់គាត់ដែលធ្វើឲ្យកូនប្រុសរបស់លោករ៉ាមចន្ទ្រាបានជួបប្រទះជាមួយនឹងបញ្ហាបែបនេះអ្នកទាំងពីរក៏បានធ្វើដំណើរចូលទៅក្នុងបន្ទប់សម្រាករបស់ប្រពន្ធលោករ៉ាមចន្ទ្រាដើម្បីនឹងផ្លាស់ប្ដូរទារកដោយក្រោយពេលដែលពួកគេបានពោលនៅកូនប្រុសបង្កើតរបស់លោករ៉ាមចន្ទ្រាធ្វើដំណើរចេញមកផ្នែកខាងក្រៅស្របពេលដែលមេឃកំពុងតែភ្លៀងនោះសំឡេងនៃផ្គររន្ទះដែលស្ថិតនៅផ្នែកខាងក្រៅក៏បានដាស់ស្មារតីឲ្យទារកម្នាក់នេះភ្ញាក់ពីការឆ្លក់ទឹកព្រៃហើយព្រមទាំងស្រែកយំព្រេបបីដូចជាទារកធម្មតាដូច្នោះដែរឈ្មោះស្រីក៏ចង់ផ្លាស់ប្ដូរគំនិតក៏ព្រោះតែទារកនេះបានត្រឡប់មកប្រក្រតីវិញទៅហើយដូច្នេះហើយនាងក៏ចង់យកគេប្រគល់ទៅឲ្យម្ដាយឪពុកបង្កើតរបស់គេវិញផងដែរប៉ុន្តែលោកវ៉ាល់មីគីក៏បានបដិសេធក៏ព្រោះកាលដែលគេផ្លាស់ប្ដូរនៅទារកនេះគឺដើម្បីតែបញ្ចេញកំហឹងទៅកាន់ឪពុករបស់ទារកនេះដែលជាលោករ៉ាមចន្ទ្រាតែប៉ុណ្ណោះដែលគេគ្រាន់តែជាមនុស្សនៃវណ្ណៈតូចទាបប្រៀបបីដូចជាខ្លួនដែលអាចមានវាសនាឈោងតោងជាមួយនឹងកូនស្រីនៃត្រកូលអភិជនមួយនេះហើយព្រមទាំងធ្វើឲ្យជីវិតរបស់គេត្រូវបានផ្លាស់ប្ដូរគ្រប់យ៉ាងដូច្នេះហើយពេលវេលាមួយនេះវាគឺជាឱកាសដើម្បីឲ្យវ៉ាល់មីគីបញ្ជូនកូនប្រុសបង្កើតរបស់គេឲ្យរស់នៅក្នុងជីវិតគ្រួសារអភិជនហើយឲ្យកូនប្រុសរបស់រ៉ាមចន្ទ្រាត្រូវរស់នៅក្នុងជីវិតនៃគ្រួសារក្រីក្រប្រៀបបីដូចជាគេនេះឯងការប្រទាញប្រទងគ្នារបស់ឈ្មោះស្រីម្នាក់នោះជាមួយនឹងវ៉ាល់មីគីក៏ត្រូវបានធ្វើឡើងស្ថិតនៅរានហាលនៃផ្នែកខាងមុខរបស់មន្ទីរពេទ្យដោយភាពធ្វេសប្រហែសរបស់អ្នកទាំងពីរនោះវ៉ាល់មីគីក៏បានជ្រុលដៃច្រាននៅឈ្មោះស្រីម្នាក់នោះរហូតធ្លាក់ចុះពីអគារកម្ពស់3ជាន់ដែលធ្វើឲ្យឈ្មោះស្រីម្នាក់នេះត្រូវបានប្រញាប់បញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ចំណែកឯករណីនៃការផ្លាស់ប្ដូរទារករបស់វ៉ាល់មីគីជាមួយនឹងឈ្មោះស្រីម្នាក់នេះវាក៏បានคล้ายទៅជារឿងរ៉ាវអាថ៌កំបាំងដែលគ្មាននរណាម្នាក់បានដឹងនោះទេការសម្រេចចិត្តមានផ្ទៃពោះអ្នកម្ដាយត្រូវតែមានកំហាប់ឆ្អឹងរឹងមាំការសូមកូវីអេកស្ត្រាជាការសូមសរីរាង្គទម្រង់ផ្ទៃក៏រសជាតិក្រូចឆ្ងាញ់ស្រួលញ៉ាំស្របបានល្អសម្រាប់ថែរក្សាកំហាប់ឆ្អឹងឲ្យកាន់តែរឹងមាំការសូមកូវីអេកស្ត្រាបន្ថែមការសូមច្រើនជាងមុន2ដងក្នុងមួយអំពូលដើម្បីឆ្អឹងរឹងមាំរយៈពេលកន្លងផុតទៅកូនប្រុសរបស់វ៉ាល់មីគីដែលរស់នៅក្នុងគ្រួសាររបស់លោករ៉ាមចន្ទ្រាក៏ត្រូវបានចិញ្ចឹមបីបាច់ជាមួយនឹងក្តីស្រឡាញ់ហើយព្រមទាំងបានដាក់ឈ្មោះឲ្យគេថារ៉ាតចំណែកកូនប្រុសបង្កើតរបស់លោករ៉ាមចន្ទ្រាដែលត្រូវបានវ៉ាល់មីគីយកមកចិញ្ចឹមនេះក៏ត្រូវបានរស់នៅជាមួយនឹងការខឹងស្អប់របស់វ៉ាល់មីគីនិងបានដាក់ឈ្មោះឲ្យគេថាបន្ទូរហូតដល់ពេលដែលក្មេងទាំងពីរនេះបានធំពេញរូបរាងបន្ទូក៏បានស្នើសុំទៅកាន់វ៉ាល់មីគីដែលគេគិតថាជាឪពុកបង្កើតរបស់គេនោះដើម្បីនឹងបន្តការសិក្សាផ្នែកជំនួញនៅឯសាកលវិទ្យាល័យប៉ុន្តែក៏ត្រូវបានឪពុករបស់គេបដិសេធហើយថែមទាំងបានបង្ខំឲ្យបន្ទូស្វែងរកការងារធ្វើនិងបញ្ឈប់ការសិក្សានៅក្នុងព្រឹកមួយក្នុងពេលដែលបន្ទូកំពុងតែត្រៀមធ្វើដំណើរទៅសម្ភាសការងារនៅឯក្រុមហ៊ុនដែលគេបានដាក់ពាក្យនោះប្អូនស្រីរបស់បន្ទូក៏ត្រូវបានក្រុមអ្នកលេងមួយក្រុមបានធ្វើបាបទៅកាន់នាងនិងទាញយកកន្សែងបងកប្អូនស្រីរបស់បន្ទូនៅចំពោះមុខគេផងដែរប៉ុន្តែបន្ទូមិនបានធ្វើអ្វីមួយភ្លាមស្ថិតនៅចំពោះមុខប្អូនស្រីរបស់គេនោះទេដែលពិតជាធ្វើឲ្យនាងមានអារម្មណ៍មិនសប្បាយចិត្តជាមួយនឹងបន្ទូនោះទេប៉ុន្តែក្នុងនាមជាបងប្រុសម្នាក់
គេក៏មិនអាចឈរមើលចំពោះរឿងរ៉ាវបែបនេះបាននោះឡើយដែលស្ថិតនៅពីក្រោយខ្នងប្អូនស្រីរបស់គេនោះបានទូក៏បានព្យាយាមស្វែងរកឃើញនៅក្រុមអ្នកលេងដែលបានយកនៅក្រមាបង្គោលរបស់នាងហើយចាប់ផ្ដើមបើកនៅការវាយប្រហារទៅកាន់ក្រុមអ្នកលេងទាំងនោះដើម្បីនឹងផ្ដល់មេរៀនក្នុងការដែលពួកគេហ៊ានបំពានទៅលើប្អូនស្រីរបស់ខ្លួនបន្ទាប់ពីបានផ្ដល់មេរៀនទៅកាន់ក្រុមក្មេងទំនើងទាំងនោះហើយបានទូក៏បានយកកន្សែងបង្គោលប្អូនស្រីរបស់ខ្លួនហើយបន្តដំណើរទៅសម្ភារការងារស្ថិតនៅក្នុងក្រុមហ៊ុនអាកាសចរដែលគេបានដាក់ពាក្យធ្វើការនោះឯងបុគ្គលិកផ្នែកធនធានមនុស្សដែលបានសម្ភារការងារទៅដល់បានទូនោះគេមានឈ្មោះថាវិនត្រាហើយការសន្ទនារបស់អ្នកទាំងពីរហាក់បីដូចមិនមែនជាការសម្ភាសរបស់បុគ្គលិកផ្នែករដ្ឋបាលជាមួយនឹងបេក្ខភាពមកដាក់ពាក្យនោះទេដោយសារតែការចុះសម្រុងនៃការសន្ទនារបស់ពួកគេទាំងពីរនាក់នោះវាក៏បានធ្វើឲ្យការសម្ភាសមួយនេះคล้ายទៅជាការជជែករវាងវិនត្រាជាមួយនឹងបានទូពាក់ព័ន្ធជាមួយនឹងការចែករំលែកនៃរឿងរ៉ាវក្នុងចិត្តទៅវិញនិយាយគ្នាមិនទាន់បានប៉ុន្មានផងនោះថ្នាក់លើរបស់វិនត្រាក៏ធ្វើដំណើរមកដល់ដែលគេគឺជាអ្នកទី2ដែលបានទូត្រូវសម្ភាសជាមួយនោះឯងបានទូគ្រាន់តែបោះជំហានចូលទៅក្នុងបន្ទប់នោះភ្លាមក៏ស្រាប់តែរត់ចេញមកវិញក៏ព្រោះថ្នាក់លើរបស់វិនត្រាដែលមានឈ្មោះថាស៊ីខាម្នាក់នេះគឺជាក្រុមអ្នកលេងដែលគេបានវាយដំមុនពេលដែលបានធ្វើដំណើរមកសម្ភាសនេះឯងប៉ុន្តែវិនត្រានៅតែបង្ខំឲ្យគេចូលទៅផ្នែកខាងក្នុងដូច្នេះហើយបានទូមានតែប្រើប្រាស់នៅស្នៀតចាស់ដើម្បីឲ្យស៊ីខាម្នាក់នេះចុះហត្ថលេខាទទួលយកគេជាបុគ្គលិកតែប៉ុណ្ណោះបានទូមានអាយុ25ឆ្នាំទៅហើយនោះដូច្នេះហើយរាជដែលរស់នៅក្នុងគ្រួសាររបស់លោករាមចន្ទ្រាគេក៏មានអាយុ25ឆ្នាំដូចគ្នាប៉ុន្តែគេមិនបានធ្វើឲ្យឪពុករបស់ខ្លួនពេញចិត្តជាមួយនឹងគេស្ថិតនៅក្នុងមុខជំនួយនោះទេក៏ព្រោះមិនថាឡើយលោករាមចន្ទ្រាព្យាយាមបណ្ដុះបណ្ដាលទៅកាន់គេយ៉ាងណាក៏ដោយក៏រាជហាក់បីដូចជាគ្មានការអភិវឌ្ឍនៅក្នុងមុខជំនួយដែលលោករាមចន្ទ្រាបានព្យាយាមជ្រោមជ្រែងគេនោះឡើយងាយមកនិយាយអំពីបានទូស្ថិតនៅក្នុងថ្ងៃធ្វើការដំបូងរបស់គេឯនេះវិញគេក៏បានជួបជាមួយនឹងនារីម្នាក់ដែលមានឈ្មោះថាអាមូស្ថិតនៅក្នុងជណ្ដើរយន្តស្របពេលដែលពួកគេកំពុងតែធ្វើដំណើរឡើងទៅកាន់ក្រុមហ៊ុនការស្លៀកពាក់រួមជាមួយនឹងសម្រស់របស់អាមូក៏បានធ្វើឲ្យបានទូសម្លឹងនាងមិនដាក់ភ្នែកនោះទេហើយនាងក៏ហាក់បីដូចជាកត់សម្គាល់ចំពោះបុគ្គលិករពិលរពូចម្នាក់នេះផងដែរនៅក្នុងថ្ងៃនេះបានទូគឺត្រូវចូលទៅជួបជាមួយនឹងប្រធានក្រុមហ៊ុនអាកាសចរមួយនេះទាំងដែលគេមិនបានដឹងថាការពិតទៅអ្នកដែលគេត្រូវជួបស្ថិតនៅក្នុងថ្ងៃនេះគឺជានារីតែមួយដែលគេបានសម្លឹងស្ថិតនៅក្នុងជណ្ដើរយន្តនោះឯងគ្រប់យ៉ាងពាក់ព័ន្ធជាមួយនឹងបានទូវាមិនមានចំណុចខ្វះខាតរបស់គេនោះទេក្រៅពីអត្តចរិតរពិលរពូចរបស់បានទូប៉ុន្តែអ្វីដែលធ្វើឲ្យអាមូពេញចិត្តជាមួយនឹងបានទូនោះវាគឺជាភាពស្មោះត្រង់របស់គេដែលមិនចេះនិយាយកុហកនោះឡើយក៏ព្រោះតែស្ថិតនៅក្នុងការសន្ទនាមួយនេះបានទូមិនបាននិយាយបញ្ឆិតបញ្ឈៀងចំពោះការដែលគេសម្លឹងមើលទៅកាន់នាងនោះទេដោយបានទូបាននិយាយថានេះក៏ព្រោះដោយសារតែនាងមានសម្រស់ដែលគេមិនដែលឃើញនោះឯងដោយចង់សាកល្បងអំពីការអត់ធ្មត់រួមជាមួយនឹងអត្តចរិតរពិលរពូចរបស់បានទូនោះអាមូក៏បានរៀបចំឲ្យគេទទួលដំណើរកម្សាន្តរបស់ភ្ញៀវស្ថិតនៅក្នុងតំបន់ក្តៅនៃវាលខ្សាច់សាហារ៉ាបន្ទាប់ពីនោះនាងក៏បានរៀបចំឲ្យគេទទួលនៅដំណើរកម្សាន្តរបស់ភ្ញៀវស្ថិតនៅក្នុងតំបន់ទឹកកកដែលនោះវាហាក់បីដូចជាមេរៀនមួយដែលអាមូបានផ្ដល់ទៅឲ្យបានទូមានភាពរាងចាលជាមួយនឹងភាពរពិលរពូចរបស់គេស្ថិតនៅក្នុងការងារងាយមកនិយាយអំពីវ៉ាល់មីគីឯនេះវិញជារៀងរាល់ឆ្នាំគាត់តែងតែធ្វើដំណើរទៅកាន់មន្ទីរពេទ្យរដ្ឋមួយដើម្បីនឹងតាមដាននៃអាការៈរបស់ឆ្មបដែលបានផ្លាស់ប្ដូរនៅទារកកាលពី25ឆ្នាំមុនលោកវ៉ាល់មីគីពិតជាមិនចង់ឃើញឆ្មបស្រីម្នាក់នេះមានសុខភាពល្អត្រឡប់មកវិញនោះទេក៏ព្រោះតែអនាគតកូនប្រុសបង្កើតរបស់គេនឹងត្រូវបានបំភ្លេចបំផ្លាញប្រសិនបើឆ្មបស្រីម្នាក់នេះបានដឹងខ្លួនមកវិញហើយព្រមទាំងទម្លាយអាចកំបាំងនៅអ្វីដែលពួកគេបានធ្វើគ្រប់យ៉ាងដែលបុរសចំណាស់ម្នាក់នេះបាននិយាយក៏បានធ្វើឲ្យឆ្មបដែលជាស្ត្រីរងគ្រោះម្នាក់នោះបានភ្ញាក់ស្មារតីពីការសន្លប់រយៈពេលជាង20ឆ្នាំរបស់គាត់មកវិញហើយព្រមទាំងរវើរវាយស្ថិតនៅក្នុងមន្ទីរពេទ្យមួយនោះដែលធ្វើឲ្យវ៉ាល់មីគីពិតជាមានអារម្មណ៍ផិតភ័យនិងបានប្រញាប់ធ្វើដំណើរចាក់ចេញពីមន្ទីរពេទ្យនោះជាបន្ទាន់និយាយអំពីឈ្មោះទុច្ចរិតម្នាក់ដែលមានឈ្មោះថាណៃឌូដែលគេកំពុងតែសាយភាយនៅឥទ្ធិពលក្នុងការគ្រប់គ្រងកំពង់ផែនៅក្នុងតំបន់គេក៏បានចាប់អារម្មណ៍ទៅលើក្រុមហ៊ុននិងមុខជំនួញរបស់លោករាមចន្ទ្រាផងដែរដោយគេក៏បានបញ្ជូនកូនប្រុសដែលមានឈ្មោះថាថាលីដើម្បីមកពិភាក្សាក្នុងការបណ្ដាក់ទុនជាមួយនឹងក្រុមហ៊ុនរបស់លោករាមចន្ទ្រាពួកគេក៏បានជ្រើសរើសយកទីតាំងនៃសន្តាគារផ្កាយ5មួយកន្លែងដើម្បីនឹងធ្វើការប្រជុំពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងនេះលោករាមចន្ទ្រាក៏មិនបានចេញមុខដោយផ្ទាល់នោះឡើយដោយគាត់បានប្រគល់នៅទូនីតិមួយនេះទៅឲ្យរាជជាអ្នកជួបប្រជុំនិង
តំណាងឲ្យក្រុមហ៊ុនទាំងមូលបន្ទាប់ពីការពិភាក្សាមួយនោះត្រូវបានចាប់ផ្ដើមលោករ៉ាមចន្ទ្រាក៏បានអង្គុយមើលនៅការប្រជុំមួយនោះតាមរយៈកាមេរ៉ាសុវត្ថិភាពហើយព្រមទាំងតាក់ទងជាមួយនឹងកូនប្រុសរបស់គាត់តាមទូរស័ព្ទដៃដើម្បីឲ្យគេបានដឹងអំពីវិធីមួយចំនួននៅក្នុងការពិភាក្សាមុខជំនួញថាលីដែលជាកូនប្រុសរបស់ណៃឌូក៏បាននិយាយគំរាមកំហែងចំពោះរាជថាប្រសិនបើការបណ្ដាក់ទុនមួយនេះមិនអាចធ្វើទៅបាននោះទេទំនិញគ្រប់យ៉ាងរបស់លោករ៉ាមចន្ទ្រាដែលតែងដឹកជញ្ជូនពីប្រទេសកូរ៉េមកកាន់ប្រទេសឥណ្ឌាពីប្រទេសឥណ្ឌាទៅកាន់ប្រទេសផ្សេងៗនោះនឹងត្រូវបានហាមប្រាមមិនអនុញ្ញាតឲ្យឆ្លងកាត់នៃកំពង់ផែរបស់ពួកគេបន្តទៅទៀតនោះទេលោករ៉ាមចន្ទ្រាក៏បានប្រាប់ឲ្យកូនប្រុសរបស់ខ្លួនបានបដិសេធជាមួយនឹងសំណើមួយនេះក៏ព្រោះតែវាគឺជាកំពង់ផែរបស់រដ្ឋាភិបាលដែលមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជនណាមួយនោះឡើយប៉ុន្តែរាជមិនមានភាពក្លាហានដើម្បីនឹងតទល់ជាមួយនឹងកូនប្រុសដែលជាមេខ្លោងនៃក្រុមអ្នកលេងបែបនេះនោះឡើយដូច្នេះហើយលោករ៉ាមចន្ទ្រាក៏បានចេញមុខដើម្បីនឹងបដិសេធដោយផ្ទាល់តាមរយៈការសន្ទនានៃវីដេអូខលបន្ទាប់ពីបានបញ្ចប់ការសន្ទនាមួយនោះលោករ៉ាមចន្ទ្រាក៏ហាក់បីដូចជាមានអារម្មណ៍មិនសប្បាយចិត្តចំពោះរាជនោះឡើយប៉ុន្តែគាត់ក៏បែរជាបានស្ដាប់ឮនៅការពិភាក្សានៃមុខជំនួញរបស់ភ្ញៀវដែលបានអង្គុយនៅក្បែរនឹងតុរបស់គាត់ស្ថិតនៅក្នុងឡោញនៃសន្តាគារផ្កាយ5មួយនោះអ្វីដែលលោករ៉ាមចន្ទ្រាកំពុងតែផ្ទៀងស្ដាប់នោះវាគឺជាការសន្ទនារបស់ក្រុមហ៊ុនដែលប៉ាន់ទូកំពុងតែធ្វើការជាមួយនឹងឈ្មួញម្នាក់ដែលព្យាយាមចង់ទិញយកនៅក្រុមហ៊ុនរបស់ពួកគេបុរសម្នាក់នេះក៏ហាក់បីដូចជាចង់ប្រើប្រាស់នៅឥទ្ធិពលព្រមទាំងអំណាចរបស់ខ្លួនដើម្បីនឹងជំរិតទិញយកនៅក្រុមហ៊ុនអាកាសចររបស់អាមូដែលនាងបានប្រើប្រាស់រយៈពេលត្រឹមតែ3ឆ្នាំតែប៉ុណ្ណោះដែលបានធ្វើឲ្យក្រុមហ៊ុនទេសចរជាមួយនឹងអាកាសចររបស់នាងក្លាយទៅជាក្រុមហ៊ុនលំដាប់ប្រទេសនោះឯងអាមូពិតជាចង់បដិសេធជាមួយនឹងសំណើមួយនេះតាំងពីពេលចាប់ផ្ដើមក៏ព្រោះដោយសារតែតម្លៃដែលខាងឈ្មួញបានដាក់មកឲ្យក្រុមហ៊ុនរបស់នាងនោះវាហាក់បីដូចជាមិនស័ក្តិសមទៅនឹងតម្លៃនៃការខំប្រឹងប្រែងរបស់នាងរយៈពេល3ឆ្នាំនេះទេបន្ទូដែលស្ថិតនៅក្នុងការពិភាក្សាមួយនោះគេពិតជាមិនអាចទ្រាំបាននោះទេដោយគេក៏បានបោះឯកសារនៅលើតុហើយកូនចៅរបស់បុរសម្នាក់នេះត្រៀមនឹងប្រើដៃជើងប៉ុន្តែក៏ត្រូវបានបន្ទូផ្ដល់មេរៀនទៅកាន់ពួកគេយ៉ាងចាស់ដៃហើយចាប់ផ្ដើមការពិភាក្សាក្នុងនាមជាកូនប្រុសបន្ទូបាននិយាយទៅកាន់ឈ្មួញម្នាក់នោះថានេះវាមិនមែនជាការដោះដូរដោយសុចរិតនោះទេក៏ព្រោះប្រសិនបើនរណាម្នាក់បានបដិសេធជាមួយនឹងសំណើរបស់ខ្លួនវាមិនមែនជាអ្វីដែលយើងត្រូវព្យាយាមជំរិតទៅកាន់មនុស្សម្នាក់នោះដើម្បីឲ្យគេទទួលយកសំណើនោះទេបន្ទូក៏បានបន្តនិយាយថាស្ថិតនៅក្នុងពេលនេះប្រធានក្រុមហ៊ុនរបស់ខ្ញុំបានបដិសេធដូច្នេះចម្លើយគឺត្រូវតែបដិសេធហើយលោកក៏ត្រូវតែទទួលនៅការសម្រេចចិត្តរបស់នាងប្រសិនបើលោកមិនចង់ឈឺសាច់ដូចជាកូនចៅរបស់លោកដែលបានធ្វើដំណើរមកជាមួយនេះឯងរាល់ពេលសម្ដីជាមួយនឹងសកម្មភាពរបស់បន្ទូក៏បានធ្វើឲ្យលោករ៉ាមចន្ទ្រាដែលអង្គុយជិតនោះញញឹមបិទមាត់មិនជិតនោះទេហើយគាត់ក៏បានយករឿងរ៉ាវទាំងនេះនិយាយប្រាប់ទៅកាន់ឪពុកក្មេករបស់គាត់ដែលស្ថិតនៅឯផ្ទះថាគាត់ហាក់បីដូចជាបានឃើញខ្លួនឯងកាលពីពេលអតីតកាលស្ថិតនៅក្នុងរូបរាងរបស់ក្មេងប្រុសម្នាក់នោះដូច្នោះដែរក៏ព្រោះតែការបដិសេធរបស់គេពិតជាការបដិសេធដ៏មានគុណភាពមួយហើយព្រមទាំងជាការបដិសេធមួយដ៏មានថាមពលស្ថិតនៅក្នុងវិធីសាស្ត្រនៃការចរចាប៉ុន្តែការជជែកគ្នារបស់លោករ៉ាមចន្ទ្រាជាមួយនឹងឪពុកក្មេករបស់គាត់នេះវាហាក់បីដូចជាមិនបានធ្វើឲ្យប្រពន្ធរបស់លោករ៉ាមចន្ទ្រាពេញចិត្តជាមួយនឹងការដែលលោករ៉ាមចន្ទ្រាបានយកអ្នកដទៃមកប្រៀបធៀបជាមួយនឹងកូនប្រុសបង្កើតរបស់ពួកគាត់នោះទេនៅក្នុងការសន្ទនាមួយនេះក្រៅពីការចាប់អារម្មណ៍ទៅលើបន្ទូអាមូក៏បានក្លាយទៅជាចំណុចទាក់ទាញមួយនៅក្នុងរឿងរ៉ាវទាំងនេះផងដែរក៏ព្រោះតែនាងគឺជានារីដ៏មានសមត្ថភាពនៅក្នុងមុខជំនួញដែលធ្វើឲ្យគ្រួសាររបស់លោករ៉ាមចន្ទ្រាហាក់បីដូចជាចង់ផ្សារសាច់ផ្សារឈាមជាមួយនឹងគ្រួសាររបស់អាមូដូច្នេះហើយរយៈពេលកន្លងផុតទៅគ្រួសារទាំងពីរក៏បានមកជួបជុំគ្នាដើម្បីនឹងពិភាក្សាអំពីរឿងរ៉ាវទាំងនេះក្នុងពេលដែលរាជក៏មានរឿងដែលត្រូវសារភាពប្រាប់ទៅកាន់ពួកគាត់ផងដែរប៉ុន្តែក្នុងពេលដែលគេបានយកចិញ្ចៀនទៅដាក់ស្ថិតនៅលើតុដែលចាស់ៗកំពុងតែពិភាក្សានោះហើយមិនទាន់បាននិយាយអ្វីផងឪពុករបស់អាមូក៏ហាក់បីដូចជាភ្ញាក់ផ្អើលហើយព្រមទាំងបាននិយាយអរគុណទៅកាន់រាជក្នុងការដែលគេបង្ហាញទង្វើច្រើនជាងការនិយាយទាំងដែលមិនបានដឹងថាការពិតទៅរាជមិនបានពេញចិត្តជាមួយនឹងអាមូនោះទេទាំងដែលចិញ្ចៀនមួយវងនេះគឺគេចង់បំពាក់ទៅឲ្យណាន់ឌូ
ដែលជាបងប្អូនជីដូនមួយរបស់គេតែប៉ុណ្ណោះភាពកំសាកនិងខ្លាចមុខខ្លាចក្រោយរបស់រាជនោះក៏មិនបានធ្វើឲ្យគេប្រកែកជាមួយនឹងចាស់ទុំទាំងសងខាងបាននោះឡើយហើយព្រមទាំងប្រើប្រាស់នៅចិញ្ចៀនមួយនោះបំពាក់ទៅឲ្យអាមូនិងមិនបានសារភាពនៅការពិតចំពោះទំនាក់ទំនងរបស់គេជាមួយនឹងណាន់ឌូនោះទេបានទូដែលបានធ្វើដំណើរឆ្លងកាត់នោះគេក៏បានឃើញនៅសកម្មភាពដែលរាជកំពុងតែបំពាក់ចិញ្ចៀនឲ្យអាមូហើយគេពិតជាមានអារម្មណ៍មិនសប្បាយចិត្តនោះទេក៏ព្រោះតែស្ថិតនៅក្នុងពេលនេះទំនាក់ទំនងរបស់គេជាមួយនឹងអាមូមិនមែនជាទំនាក់ទំនងរវាងថ្នាក់លើជាមួយនឹងកូនចៅនោះទេនៅព្រឹកនៃថ្ងៃបន្ទាប់ឈ្មួញម្នាក់ដែលត្រូវបានប៉ាន់ទូវាយប្រហារកូនចៅរបស់គេស្ថិតនៅឯសន្តាគារផ្កាយ5កាលពីរយៈពេលមុននោះក៏បានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថានីយ៍ប៉ូលីសនៅក្នុងតំបន់ដែលធ្វើឲ្យប៉ាន់ទូជាមួយនឹងក្រុមការងារត្រូវបានកោះហៅទៅជួបស្ថិតនៅឯស្ថានីយ៍ប៉ូលីសប៉ុន្តែក្រោយពេលដែលប៉ាន់ទូបានបង្ហាញវត្តមាននៅចំពោះមុខអធិការដែលទទួលនៅពាក្យបណ្ដឹងមួយនេះគាត់គឺពិតជាមិនជឿថាប៉ាន់ទូម្នាក់នេះអាចវាយប្រហារទៅកាន់អង្គរៈរបស់អ្នកជំនួញដែលជាម្ចាស់នៃពាក្យបណ្ដឹងទាំងដែលគេមានរូបរាងមិនស័ក្តិសមថានឹងអាចធ្វើវាបាននោះទេលោកអធិការក៏បានច្រាននៅពាក្យបណ្ដឹងរបស់អ្នកជំនួញម្នាក់នោះដែលវាក៏បានធ្វើឲ្យគ្រប់គ្នាស្ទើរតែមិនជឿថាសំណាងល្អតែងតែស្ថិតនៅជាមួយនឹងប៉ាន់ទូម្នាក់នេះជារៀងរហូតបើទោះបីជាគេបានបង្ករបួសស្នាមទៅដល់ក្រុមមនុស្សទាំងនោះប៉ុន្តែគេនៅតែមិនមានបញ្ហាអ្វីមួយកើតឡើងចំពោះគេនោះទេគេមកនិយាយអំពីណៃឌូក្រោយពេលដែលការពិភាក្សាកូនប្រុសរបស់ខ្លួនត្រូវបានបដិសេធពីសំណាក់លោករាមចន្ទ្រាហើយនោះគេក៏បានធ្វើដំណើរមកជួបជាមួយនឹងលោករាមចន្ទ្រាដោយផ្ទាល់ស្ថិតនៅឯការិយាល័យណៃឌូម្នាក់នេះនៅតែបានបន្តគំរាមទៅកាន់លោករាមចន្ទ្រាថាកាលដែលខ្លួនបានបញ្ជាឲ្យកូនប្រុសមកចរចាពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងនេះវាគឺជាកិត្តិយសណាស់ទៅហើយសម្រាប់ក្រុមហ៊ុនរបស់លោករាមចន្ទ្រាតែការបដិសេធរបស់លោករាមចន្ទ្រានេះវាប្រហែលជាមិនមែនសញ្ញាល្អសម្រាប់ការចរចារបស់ពួកគេបន្តទៅទៀតនោះទេបន្ទាប់ពីនោះណៃឌូក៏បានប្រើប្រាស់នៅចុងឆ័ត្ររបស់ខ្លួនចាក់សម្ដៅទៅកាន់ទ្រូងរបស់លោករាមចន្ទ្រារហូតដល់ធ្វើឲ្យគាត់ត្រូវរងរបួសធ្ងន់និងសន្លប់បាត់បង់ស្មារតីស្ថិតនៅក្នុងការិយាល័យនៃក្រុមហ៊ុនរបស់គាត់មួយសន្ទុះក្រោយមកអាមូក៏បាននាំបន្ទូដើម្បីនឹងធ្វើដំណើរទៅជួបជាមួយនឹងលោករាមចន្ទ្រាក្នុងការពិភាក្សាជាមួយនឹងការશែរភាគហ៊ុននៃក្រុមហ៊ុនរបស់នាងព្រមជាមួយនឹងក្រុមហ៊ុនរបស់លោករាមចន្ទ្រាក្រោយពេលដែលបានធ្វើដំណើរចូលទៅក្នុងការិយាល័យមួយនោះពួកគេទាំងពីរនាក់មិនបានឃើញលោករាមចន្ទ្រាស្ថិតនៅក្នុងការិយាល័យរបស់គាត់នោះទេដោយក្នុងពេលដែលបានទូបានដើរមើលជុំវិញនៃការិយាល័យមួយនោះគេក៏ស្រាប់តែបានឃើញរូបរាងកាយរបស់លោករាមចន្ទ្រាត្រូវបានដេកសន្លប់ស្ដុកស្ដឹងជាមួយនឹងរបួសស្ថិតនៅផ្នែកខាងក្រោមនៃតុការិយាល័យបន្ទាប់ពីនោះគេជាមួយនឹងអាមូក៏បានប្រញាប់គ្រាលោករាមចន្ទ្រាដើម្បីនឹងធ្វើដំណើរចាក់ចេញពីទីនេះតម្រង់ទៅកាន់មន្ទីរពេទ្យក្នុងការសង្គ្រោះបន្ទាន់ប៉ុន្តែគ្រប់ចន្ទាយន្តពិតជាមិនអាចដំណើរការបាននោះទេក៏ព្រោះតែកូនចៅរបស់ណៃឌូបានព្យាយាមបំផ្លិចបំផ្លាញនៃប្រព័ន្ធដំណើរការរបស់ចន្ទាយន្តនៃអគារទាំងមូលចំណែកឯចន្ទាជើងដើម្បីនឹងធ្វើដំណើរចុះមកផ្នែកខាងក្រោមនោះក៏ត្រូវបានកូនចៅរបស់គេបានចាក់សោពីផ្នែកខាងក្រៅដែលហាក់បីដូចជាចង់បញ្ចប់ជីវិតរបស់លោករាមចន្ទ្រាមិនអាចឲ្យគេធ្វើដំណើរទៅមន្ទីរពេទ្យទាន់ពេលវេលានោះឯងណៃឌូក៏បានសោកពព្រាយជាមួយនឹងកូនចៅរបស់ខ្លួនដោយគិតថាផែនការរបស់គេនេះទទួលបាននូវភាពជោគជ័យប៉ុន្តែភាពវៃឆ្លាតរបស់បានទូជាមួយនឹងសំណាងល្អរបស់គេនោះមិនអាចធ្វើឲ្យគេទាល់តម្រេះបាននោះឡើយដោយគេក៏បាននាំលោករាមចន្ទ្រាធ្វើដំណើរជាមួយនឹងកន្ត្រកយោងសម្រាប់បុគ្គលិកសម្អាតកញ្ចក់នៅផ្នែកខាងក្រៅហើយធ្វើដំណើរចុះមកផ្នែកខាងក្រោមនិងបានបញ្ជូនលោករាមចន្ទ្រាទៅកាន់មន្ទីរពេទ្យរដ្ឋដែលស្ថិតនៅជិតនោះក្នុងការសង្គ្រោះបន្ទាន់រឿងរ៉ាវចៃដន្យក៏បានកើតឡើងស្ថិតនៅក្នុងមន្ទីរពេទ្យមួយនេះដោយឈ្មោះស្រីដែលបានផ្លាស់ប្ដូរទារកកាលពី25ឆ្នាំមុនក៏ត្រូវបានគិលានុបដ្ឋាយិកាបានរុញរទេះរបស់គាត់ឆ្លងកាត់ជាមួយនឹងរទេះសង្គ្រោះបន្ទាន់របស់លោករាមចន្ទ្រាដែលទើបតែបានបញ្ជូនមកមន្ទីរពេទ្យរទេះរបស់ឈ្មោះម្នាក់នេះក៏ត្រូវបានរុញមកផ្នែកម្ខាងក្បែរជាមួយនឹងបានទូដែលកំពុងតែឈររងចាំនៃការសង្គ្រោះបន្ទាន់របស់លោករាមចន្ទ្រានោះឯងឈ្មោះស្រីម្នាក់នេះបានព្យាយាមនិយាយទាំងត្រដាក់ត្រដប់ទៅកាន់បានទូដើម្បីចង់ដឹងថាគេមានទំនាក់ទំនងអ្វីជាមួយនឹងលោករាមចន្ទ្រាគេក៏បានប្រាប់ថាគេមិនមែនជាកូនប្រុសរបស់លោករាមចន្ទ្រានោះទេស្របពេលដែលវ៉ាល់មីគីក៏បានធ្វើដំណើរមកជាមួយនឹងឪពុកក្មេករបស់លោករាមចន្ទ្រាតម្រង់ចូលទៅកាន់បន្ទប់រងចាំហើយបានទូក៏បានចង្អុលថាវ៉ាល់មីគីគឺជាឪពុករបស់គេដែលនោះក៏បានធ្វើឲ្យឈ្មោះស្រីម្នាក់នេះបានដឹងយ៉ាងច្បាស់ថាកូនប្រុសរបស់អ្នកកំឡោះដែលស្ថិតនៅចំពោះមុខគាត់នេះឯង
គឺជាកូនប្រុសបង្កើតរបស់លោករ៉ាមចន្ទ្រាដែលបានផ្លាស់ប្ដូរកាលពីឆ្នាំនោះឈ្មោះម្នាក់នេះក៏បានបន្តនិយាយថាវ៉ាល់មីគីមិនមែនជាឪពុករបស់គេនោះទេហើយគាត់បានចង្អុលទៅកាន់បន្ទប់របស់រ៉ាមចន្ទ្រានិងបានប្រាប់ថាបុរសម្នាក់នោះទើបជាឪពុករបស់ឯងដ៏ពិតប្រាកដជើងពិតជាមិនចង់លាក់ទុកនៅអាចកំបាំងមួយនេះជាមួយនឹងវិបដិសារីបន្តទៅទៀតនោះទេក៏ព្រោះតែយើងជាមួយនឹងឪពុករបស់ឯងគឺជាអ្នកដែលបានផ្លាស់ប្ដូរទារកកាលពី25ឆ្នាំមុនឈ្មោះស្រីម្នាក់នេះបានព្យាយាមសូមអភ័យទោសទៅកាន់បន្ទូដែលបានធ្វើឲ្យជីវិតរបស់គេធ្លាក់ចូលទៅក្នុងរឿងរ៉ាវបែបនេះចំណែកឯអាការៈនៃជំងឺរបស់គាត់ក៏ហាក់បីដូចជារើឡើងដែលធ្វើឲ្យគាត់មិនអាចគ្រប់គ្រងអារម្មណ៍បាននិងត្រូវបានផុតដង្ហើមស្ថិតនៅក្នុងពេលនោះបន្ទូពិតជាមិនចង់ជឿទៅលើអ្វីដែលឈ្មោះស្រីម្នាក់នេះបាននិយាយនោះទេប៉ុន្តែការចងចាំនៃកុមារភាពរបស់គេជាមួយនឹងវ៉ាល់មីគីវាហាក់បីដូចជាអ្វីមួយដែលអាចបញ្ជាក់ប្រាប់ទៅកាន់គេបានទៅហើយថាវ៉ាល់មីគីម្នាក់នេះមិនមែនជាឪពុកបង្កើតរបស់គេនោះទេអ្នកស្រីយ៉ាស៊ូជាមួយនឹងក្រុមគ្រួសាររបស់លោករ៉ាមចន្ទ្រាក៏បានធ្វើដំណើរមកដល់ដែលបន្ទូបានសម្លឹងមើលទៅកាន់គាត់ដោយភាពអត់ធ្មត់ហើយខំមាត់សង្កត់ចិត្តនៃក្តីឈឺចាប់របស់គេរយៈពេលជាច្រើនឆ្នាំមកនេះដោយបានត្រឹមតែសម្រក់ទឹកភ្នែកហើយសម្លឹងមើលទៅកាន់លោករ៉ាមចន្ទ្រាជាមួយនឹងយ៉ាស៊ូដែលជាម្ដាយឪពុកបង្កើតរបស់គេតែប៉ុណ្ណោះទាំងដែលគេមិនមានបំណងថានឹងទម្លាយនៅការពិតគ្រប់យ៉ាងប្រាប់ទៅកាន់ពួកគាត់នោះឡើយហើយបើទោះបីជាគេមានឱកាសក្នុងការរៀបរាប់នៅរឿងរ៉ាវទាំងនេះក៏ដោយក៏មិនប្រកាសថាគ្រួសាររបស់លោករ៉ាមចន្ទ្រាអាចជឿជាក់នៅពាក្យសម្ដីដែលគេបាននិយាយនោះទេបន្ទាប់ពីនោះវ៉ាល់មីគីក៏បានសម្លឹងឃើញបន្ទូហើយព្រមទាំងហៅគេដើម្បីនឹងធ្វើដំណើរត្រឡប់ទៅផ្ទះជាមួយដោយក្រោយពេលដែលបន្ទូបានសម្លឹងមើលទៅកាន់មុខមាត់របស់បុរសម្នាក់នេះសន្តានអាក្រក់គ្រប់យ៉ាងរបស់វ៉ាល់មីគីក៏បានបង្ហាញនៅចំពោះមុខបន្ទូដែលហាក់បីដូចជាមិនអាចឲ្យគេលើកលែងទោសចំពោះបុរសម្នាក់នេះបាននោះឡើយវ៉ាល់មីគីក៏មានភាពងឿងឆ្ងល់ដូចគ្នាក៏ព្រោះតែបន្ទូស្ថិតនៅក្នុងថ្ងៃនេះហាក់បីដូចជាមានអារម្មណ៍ឆេវឆាវចំពោះខ្លួនហើយក្រសែភ្នែករបស់គេហាក់បីដូចជាកំពុងតែចង់ស៊ីសាច់របស់វ៉ាល់មីគីដូច្នោះដែរបន្ទាប់ពីបានដឹងរឿងរ៉ាវអតីតកាលរបស់ខ្លួនមួយចំនួនហើយនោះបន្ទូក៏បានធ្វើដំណើរជាមួយនឹងឪពុកចិញ្ចឹមរបស់គេចាក់ចេញពីមន្ទីរពេទ្យទាំងដែលវ៉ាល់មីគីមិនបានដឹងថាមុននេះឈ្មោះស្រីដែលធ្លាប់រួមដៃជាមួយនឹងខ្លួនកាលពី25ឆ្នាំមុននោះបាននិយាយប្រាប់ការពិតគ្រប់យ៉ាងទៅកាន់បន្ទូនោះទេវ៉ាល់មីគីបានជិះម៉ូតូបណ្ដាលហើយរអ៊ូរទាំបណ្ដាលរហូតដល់ធ្វើឲ្យបន្ទូពិតជាមិនអាចទប់កំហឹងរបស់គេបាននោះទេអ្នកទាំងពីរក៏បានឈប់និយាយគ្នាស្ថិតនៅលើដងផ្លូវដែលបន្ទូបាននិយាយប្រាប់ទៅកាន់វ៉ាល់មីគីផងដែរថាមុននេះគេបានដឹងអំពីរឿងរ៉ាវដែលគាត់បានធ្វើកាលពី25ឆ្នាំមុនដូច្នេះហើយវ៉ាល់មីគីមិនចាំបាច់ប្រដៅគេពាក់ព័ន្ធជាមួយនឹងការរស់នៅនោះទេក៏ព្រោះតែអ្វីដែលវ៉ាល់មីគីបានធ្វើកាលពីពេលវេលាអតីតកាលនោះវាគឺជាកំហុសមួយដែលមិនអាចលើកលែងបាននោះទេវ៉ាល់មីគីក៏បានធ្លាយនិយាយថាត្រឹមតែពាក្យសម្ដីរបស់ឈ្មោកម្នាក់ដែលឯងទើបតែស្គាល់មិនទាន់បានប៉ុន្មាននាទីផងនោះតើឯងអាចជឿជាក់ទៅលើពាក្យសម្ដីរបស់នាងបានដល់របៀបណាបន្ទូក៏បានឆ្លើយតបថាមុននេះគេមិនបានបង្ហើបនិយាយពាក់ព័ន្ធជាមួយនឹងឈ្មោះស្រីនោះទេប៉ុន្តែពេលនេះវ៉ាល់មីគីបាននិយាយចេញពីមាត់ដោយខ្លួនឯងបន្ទូបាននិយាយទាំងអារម្មណ៍ហូរចិត្តក៏ព្រោះរយៈពេល25ឆ្នាំមកនេះគេមិនដែលចាត់ទុកវ៉ាល់មីគីគឺជាអ្នកដទៃនោះទេប៉ុន្តែការចិញ្ចឹមបីបាច់របស់វ៉ាល់មីគីចំពោះគេតាំងតែពីតូចបានចាត់ទុកថាគេគឺជាអ្នកបម្រើដែលមិនមែនជាកូនប្រុសរបស់ខ្លួននោះទេវ៉ាល់មីគីក៏បានសារភាពនៅរឿងរ៉ាវគ្រប់យ៉ាងប្រាប់ទៅកាន់បន្ទូហើយព្រមទាំងអង្វរករទៅកាន់គេកុំឲ្យនិយាយការពិតនៃរឿងរ៉ាវទាំងនេះក៏ព្រោះប្រសិនបើគ្រួសាររបស់រ៉ាមចន្ទ្រាបានដឹងគាត់នឹងត្រូវបាត់បង់ការងារចំណែកឯកូនប្រុសរបស់គាត់គេក៏នឹងត្រូវបានបាត់បង់នៅអ្វីៗគ្រប់យ៉ាងបន្ទូមិនបានយល់ស្របជាមួយនឹងអ្វីដែលវ៉ាល់មីគីបានអង្វរករនោះទេប៉ុន្តែគេបានយោគយល់ទៅដល់ប្រពន្ធរបស់វ៉ាល់មីគីដែលគាត់បានចិញ្ចឹមគេដោយក្តីស្រឡាញ់តាំងតែពីតូចរហូតមកទល់នឹងពេលនេះហើយគេក៏គ្មានភាពក្លាហានដើម្បីនឹងទម្លាយការពិតទៅកាន់នរណាម្នាក់នោះឡើយក៏ព្រោះតែគេមិនចង់ឲ្យប្រពន្ធរបស់វ៉ាល់មីគីជួបប្រទះជាមួយនឹងអារម្មណ៍សោកសៅដូចជាគេនោះទេដែលបានដឹងថាកូនប្រុសដែលគាត់ចិញ្ចឹមកន្លងមកនេះគឺគ្រាន់តែជាកូនប្រុសរបស់អ្នកដទៃតែប៉ុណ្ណោះរយៈពេលដែលលោករ៉ាមចន្ទ្រាកំពុងតែសម្រាប់ព្យាបាលនៅឯមន្ទីរពេទ្យនោះបន្ទូតែងតែលួចធ្វើដំណើរទៅឃ្លាំមើលអាការៈនៃសុខភាពរបស់លោករ៉ាមចន្ទ្រាដែលខុសប្លែកពីរាជដែលគេមិនមានការព្រួយបារម្ភពីឪពុករបស់ខ្លួននោះទេហើយបានត្រឹមតែអង្គុយសង្កត់នៅផ្នែកខាងក្រៅ
ហើយមិនបានចូលទៅក្នុងបន្ទប់ដើម្បីជួបជាមួយនឹងលោករាមចន្ទ្រាដើម្បីសួរនាំពីអាការៈនៃសុខភាពរបស់គាត់នោះទេចំណែកប្អូនប្រុសរបស់អ្នកស្រីយ៉ាស៊ូដែលមានឈ្មោះថាកាស៊ីរ៉ាមអេណេវិញគេក៏បានព្យាយាមឲ្យខាងគណនេយ្យរបស់គ្រូពេទ្យពន្លើសនៅតម្លៃនៃការព្យាបាលរបស់រាមចន្ទ្រាដោយចំនួននៃប្រាក់ដែលត្រូវបានពន្លើសទាំងនោះគេនឹងយកវាមកដាក់នៅក្នុងហោប៉ៅរបស់គេនោះឯងនៅក្នុងព្រឹកមួយបន្ទូបាននិយាយជាមួយនឹងវ៉ាល់មីគីដើម្បីស្វែងរកវិធីអាចឲ្យគេទទួលបាននៅឱកាសការងារចូលទៅក្នុងផ្ទះរបស់រាមចន្ទ្រាប៉ុន្តែវ៉ាល់មីគីបានព្យាយាមប្រកែកតវ៉ាហើយព្រមទាំងរកលេសជាច្រើនដើម្បីរារាំងមិនឲ្យបន្ទូធ្វើដំណើរទៅផ្ទះមួយនោះបើទោះបីជាបន្ទូបានព្យាយាមនិយាយគំរាមកំហែងថានឹងប្រាប់រឿងរ៉ាវទាំងនេះទៅកាន់ប្រពន្ធរបស់វ៉ាល់មីគីជាមួយនឹងលោករាមចន្ទ្រាក៏ដោយក៏វ៉ាល់មីគីបាននិយាយយល់ព្រមនៅចំពោះមុខតែបន្ទូតែប៉ុណ្ណោះប៉ុន្តែក្រោយពេលដែលបានធ្វើដំណើរទៅដល់ផ្ទះរបស់គ្រួសាររាមចន្ទ្រាវ៉ាល់មីគីមិនបានធ្វើទៅតាមអ្វីដែលគាត់បានសន្យាជាមួយនឹងបន្ទូនោះទេលោកអាណាន់ដែលជាឪពុកក្មេករបស់លោករាមចន្ទ្រានឹងត្រូវជាមនុស្សចាស់ជាងគេស្ថិតនៅក្នុងគ្រួសារមួយនេះក៏បានសួរនាំពាក់ព័ន្ធជាមួយនឹងវត្តមានរបស់បន្ទូពីសំណាក់វ៉ាល់មីគីផងដែរក៏ព្រោះដោយសារតែគេគឺជាអ្នកដែលបានជួយសង្គ្រោះអាយុជីវិតកូនប្រសារប្រុសរបស់គាត់ដូច្នេះហើយគាត់ចង់ជួបជាមួយនឹងបន្ទូដើម្បីនឹងអរគុណទៅកាន់គេព្រមទាំងផ្ដល់ឱកាសការងារសម្រាប់បន្ទូផងដែរវ៉ាល់មីគីក៏ហាក់បីដូចជាអេអុញនឹងមិនចង់ឲ្យបន្ទូធ្វើដំណើរមកផ្ទះមួយនេះនោះទេដោយសកម្មភាពនិងការនិយាយស្ដីរបស់វ៉ាល់មីគីក៏ហាក់បីដូចជាបានធ្វើឲ្យលោកអាណាន់មានការសង្ស័យផងដែរបើទោះបីជាយ៉ាងណាវ៉ាល់មីគីពិតជាមិនអាចប្រកែកជាមួយនឹងចៅហ្វាយនាយរបស់ខ្លួននោះទេដូច្នេះហើយបន្ទូក៏បានធ្វើដំណើរមកដល់ផ្ទះមួយនេះដើម្បីបានជួបជាមួយនឹងលោកអាណាន់ហើយវាក៏ជាលើកទី1ផងដែរនៃរយៈពេល25ឆ្នាំដែលគេទើបតែបានធ្វើដំណើរចូលទៅក្នុងផ្ទះនៃគ្រួសារពិតប្រាកដរបស់ខ្លួនបន្ទាប់ពីបានជជែកនិងសន្ទនាជាមួយនឹងលោកអាណាន់ហើយនោះការសន្ទនារបស់អ្នកទាំងពីរក៏ហាក់បីដូចជាចុះសម្រុងនិងមានភាពជិតដិតនឹងគ្នាផងដែរដោយគាត់មិនបានឲ្យបន្ទូធ្វើការងារអ្វីធំដុំនោះទេដែលគ្រាន់តែគេធ្វើដំណើរមកផ្ទះគ្រួសារមួយនេះជារៀងរាល់ថ្ងៃដើម្បីជជែកលេងជាមួយនឹងគាត់គេនឹងទទួលបានប្រាក់ខែ50000រូបជារៀងរាល់ខែផងដែរដំណឹងមួយនេះបានធ្វើឲ្យវ៉ាល់មីគីចាប់ផ្ដើមជ្រួញចិញ្ចើមក៏ព្រោះតែគេពិតជាមានក្តីព្រួយបារម្ភថាអាចកំបាំងរបស់គេនោះនឹងត្រូវបែកធ្លាយស្ថិតនៅថ្ងៃណាមួយជាក់ជាមិនខានបន្ទាប់ពីនោះបន្ទូក៏បានធ្វើដំណើរស្ថិតនៅបរិវេណនៃផ្ទះមួយនេះហើយព្រមទាំងព្យាយាមជជែកនិងធ្វើឲ្យខ្លួនគេចុះសម្រុងជាមួយនឹងសមាជិកគ្រប់គ្នានៃគ្រួសារមួយនេះបន្ទាប់ពីនោះគេក៏បានដើរមកជួបជាមួយនឹងលោកតាអាណាន់ស្ថិតនៅផ្នែកខាងក្រៅដោយគាត់បាននិយាយអំពីរឿងរ៉ាវនៃការអុកឡុករបស់ណៃឌូចំពោះមុខជំនួញនៃគ្រួសាររបស់គាត់ហើយព្រមទាំងបានគំរាមកំហែងទៅដល់អាយុជីវិតនៃសមាជិកគ្រួសាររបស់គាត់ដូចជាអ្វីដែលគេបានធ្វើទៅដល់រាមចន្ទ្រាដូច្នោះដែរលោកអាណាន់ក៏បានរអ៊ូប៉ះជាមួយនឹងរបស់ពិតដោយបន្ទូក៏បាននាំគាត់ដើម្បីនឹងធ្វើដំណើរទៅកាន់កំពង់ផែរបស់ណៃឌូក្នុងការផ្ដល់មេរៀនទៅដល់មនុស្សដែលស្ថិតនៅទីនោះកុំឲ្យពួកគេបានដៃថាគ្រួសាររាមចន្ទ្រាគ្មាននរណាម្នាក់អាចតបតជាមួយនឹងពួកគេបន្ទាប់ពីបានធ្វើដំណើរដ៏វែងឆ្ងាយអ្នកទាំងពីរក៏បានទៅដល់កំពង់ផែមួយនោះដោយលោកអាណាន់ជាអ្នកដែលចូលទៅផ្នែកខាងក្នុងមុនប៉ុន្តែក៏ត្រូវបានក្រុមអ្នកលេងស្ថិតនៅទីនេះបានប្រើប្រាស់កម្លាំងបាយហើយព្រមទាំងបន្តគំរាមទៅកាន់គាត់ដែលធ្វើឲ្យលោកអាណាន់បានដើរចេញមកវិញហើយគ្មានសង្ឃឹមថានឹងអាចដោះស្រាយបាននោះទេប៉ុន្តែបន្ទូមិនបានបញ្ឈប់រឿងរ៉ាវត្រឹមនេះនោះឡើយដោយគេបានធ្វើដំណើរចូលទៅផ្នែកខាងក្នុងនៃកំពង់ផែមួយនេះទាំងកំរោលហើយវាប្រហារទៅកាន់កូនចៅរបស់ណៃឌូដើម្បីសួររកមុខនរណាម្នាក់ដែលហ៊ានវាប្រហារទៅកាន់លោកអាណាន់មុននេះចេញមកតតាំងជាមួយនឹងបន្ទូម្នាក់ត្រូវទូសាច់ម្នាក់ចេញមក2នាក់ត្រូវទូសាច់ទាំង2នាក់រហូតដល់ធ្វើឲ្យមនុស្សដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ណៃឌូក៏បានប្រញាប់យកនៅកន្សែងជាមួយនឹងអ្វីដែលអាចជូតបានដើម្បីបោសសម្អាតនៅស្នាមបាតដៃដែលបានប្រឡាក់នៅលើសម្លៀកបំពាក់របស់លោកអាណាន់ដែលគេបានជ្រុលប្រើប្រាស់ធម៌ក្តៅទៅកាន់គាត់មុននេះឯងបន្ទាប់ពីនោះអ្នកទាំងពីរក៏បានបន្តដំណើរទៅជួបជាមួយនឹងថាលីដែលជាកូនប្រុសរបស់ណៃឌូដើម្បីនឹងនិយាយផ្លែផ្កាឌឺដងទៅកាន់គេស្របពេលដែលថាលីម្នាក់នេះពិតជាមានភាពងឿឆ្ងល់ថាតើលោកអាណាន់ជាមួយនឹងបន្ទូបានធ្វើដំណើរចូលមកក្នុងកំពង់ផែរបស់ខ្លួនបានដល់របៀបណា
លុះត្រាតែកូនចៅរបស់គេទាំងប៉ុន្មានដែលស្ថិតនៅឯច្រកចូលនោះត្រូវបានអ្នកទាំងពីរនេះវាយបង្ក្រាបពួកគេបានរាល់ពេលសម្ដីដែលបានទូបាននិយាយចំពោះថាលីនោះគេពិតជាមិនអាចហើបមាត់តបតជាមួយនឹងបានទូនោះទេក៏ព្រោះតែចៅប្រុសបង្កើតរបស់លោកអាណាន់ម្នាក់នេះមិនមែនជាស្ទាវជ័រដូចជារាជដែលជាចៅប្រុសក្រៅខោរបស់គាត់នោះទេបូលីកូនមិនអស់ចិត្តហើយនោះបានទូជាមួយនឹងលោកអាណាន់ក៏បានធ្វើដំណើរត្រឡប់ទៅវិញស្របពេលដែលណៃឌូទើបតែធ្វើដំណើរមកវិញហើយបានទូក៏បានបន្តនិយាយចំអកលក់លើយទៅឲ្យណៃឌូជាពិសេសគឺសំដៅទៅលើឆ័ត្រដែលគេកំពុងតែកាន់នៅនឹងដៃក៏ព្រោះតែឆ័ត្រមួយនេះឯងគឺជាអ្វីដែលគេបានប្រើប្រាស់ដើម្បីនឹងចាក់សំដៅទៅកាន់លោករាមចន្ទ្រាណៃឌូមិនបានតបតអ្វីមួយជាមួយនឹងអ្នកទាំងពីរនោះទេហើយព្រមទាំងខាត់កូនប្រុសរបស់ខ្លួនក៏ព្រោះតែពួកគេនៅមានឱកាសជាច្រើនដើម្បីនឹងវាយបកទៅកាន់គ្រួសារមួយនេះក៏ព្រោះតែគោលដៅធំរបស់ពួកគេគឺជាក្រុមហ៊ុនរបស់គ្រួសាររាមចន្ទ្រាដែលមិនមែនជាវត្តមានរបស់មនុស្សពីរនាក់នេះទេលោកអធិការដែលធ្លាប់បដិសេធពាក្យបណ្ដឹងដែលអ្នកជំនួញម្នាក់បានប្តឹងទៅកាន់បានទូកាលពីថ្ងៃមុនក៏បានធ្វើដំណើរមកផ្ទះរបស់លោករាមចន្ទ្រាដើម្បីសាកសួរអំពីករណីដែលបានកើតឡើងនៅក្នុងការិយាល័យរបស់គាត់កាលពីមួយរយៈពេលមុនប៉ុន្តែចៃដន្យអធិការម្នាក់នេះក៏បានជួបជាមួយនឹងបានទូស្របពេលដែលគេក៏បាននិយាយអំពីរឿងរ៉ាវនៃការផ្លាស់ប្ដូរទារកកាលពី25ឆ្នាំមុនដែលឪពុកចិញ្ចឹមរបស់គេបានយកកូនប្រុសរបស់គាត់មកផ្លាស់ប្ដូរជាមួយនឹងខ្លួនគេផ្ទាល់ដែលជាកូនប្រុសបង្កើតរបស់លោករាមចន្ទ្រាអធិការម្នាក់នេះក៏កាន់តែមានភាពងឿឆ្ងល់ចំពោះបានទូថាហេតុអីបានជាបានទូម្នាក់នេះតែងតែកុហកទៅកាន់គាត់ដោយថ្ងៃមុនគេបានកុហកទៅកាន់គាត់ថាគេបានវាយប្រហារទៅកាន់អង្គរៈ5នាក់ដែលមានកម្ពស់ជិត3ម៉ែត្រហើយថ្ងៃនេះគេមកកុហកថាគេគឺជាកូនប្រុសបង្កើតរបស់លោករាមចន្ទ្រាបានទូព្យាយាមប្រាប់ទៅកាន់លោកអធិការម្នាក់នេះថាអ្វីដែលគេបាននិយាយគឺជាការពិតប៉ុន្តែលោកអធិការក៏មិនជឿជាក់ទៅលើអ្វីដែលគេបាននិយាយនោះឡើយក៏ព្រោះវាហាក់បីដូចជាផ្ទួនគ្នាពេកហើយមិនស័ក្តិសមជាមួយនឹងពេលវេលាដែលគាត់គួរជឿជាក់ទៅលើគេនោះទេនិយាយគ្នាមិនទាន់បានប៉ុន្មានអាមូក៏បានដើរមកលាប៉ាន់ទូហើយព្រមទាំងផ្ដល់ស្នាមថើបទៅឲ្យគេមុនពេលដែលនាងចាក់ចេញដែលធ្វើឲ្យអធិការម្នាក់នេះកាន់តែមានអារម្មណ៍មិនស្រួលជាមួយនឹងបានទូដែលគេបាននិយាយកុហកទៅកាន់គាត់2ដងទៅហើយដែលស្ថិតនៅចំពោះមុខនេះគេកំពុងតែលួចមានស្នេហាជាមួយនឹងកូនប្រសារស្រីនៃគ្រួសាររាមចន្ទ្រាទៀតផងមិនទាន់បានជួបជាមួយនឹងលោករាមចន្ទ្រាផងនោះអធិការម្នាក់នេះក៏ហាក់បីដូចជាឈឺក្បាលក្រោយពេលដែលបានឃើញនៅអ្វីដែលបានទូបានបង្ហាញទៅកាន់គាត់ដែលធ្វើឲ្យគាត់ក៏បានប្រញាប់ធ្វើដំណើរត្រឡប់ទៅវិញមុនពេលដែលខួរក្បាលរបស់គាត់ត្រូវបានក្រឡប់និយាយអំពីស៊ីរ៉ាំជាមួយនឹងតារ៉ាំដែលត្រូវជាប្អូនប្រុសរបស់អ្នកស្រីយ៉ាស៊ូពួកគេបានមើលឃើញថាភាពវៃឆ្លាតរបស់បានទូអាចនឹងមើលដឹងអំពីការស៊ីលើស៊ីក្រោមនៃការចំណាយនៅក្នុងផ្ទះដែលពួកគេលួចពន្លើសនោះឯងដូច្នេះហើយពួកគេក៏បានឲ្យបានទូចូលរួមជាមួយនឹងខ្លួនហើយព្រមទាំងប្រគល់នៅចំណែកមួយចំនួនទៅឲ្យបានទូតែផ្ទុយទៅវិញបានទូបែរជាយករឿងរ៉ាវទាំងអស់នេះប្រាប់ទៅកាន់លោកអាណាន់ដែលធ្វើឲ្យស៊ីរ៉ាំជាមួយនឹងតារ៉ាំត្រូវឪពុករបស់ខ្លួនដេញវាយនៅក្នុងផ្ទះប្រៀបបីដូចជាក្មេងដូច្នោះដែរអ្នកស្រីយ៉ាស៊ូក៏បានមកឃាត់នៅសកម្មភាពរបស់លោកអាណាន់ដែលជាឪពុករបស់គាត់ហើយលោកអាណាន់ក៏បានប្រាប់អំពីអ្វីដែលស៊ីរ៉ាំជាមួយនឹងតារ៉ាំកំពុងតែធ្វើបានទូក៏បានឆ្លើយតបផងដែរថាមិនត្រឹមតែស៊ីក្បាលកាក់ពីលើក្បាលបញ្ជីនោះទេតែស៊ីរ៉ាំថែមទាំងលួចចិញ្ចឹមស្រីក្មេងខាងក្រៅដែលនាងមានឈ្មោះថាព្រីយ៉ាយ៉ាស៊ូដោយចង់ឈ្នះជាមួយនឹងបានទូនោះគាត់ក៏បានសួរនាំទៅកាន់គេថាតើប្រសិនបើគេពូកែស៊ើបនៅរឿងរ៉ាវទាំងនេះចុះតើគេបានដឹងអ្វីខ្លះនៃរឿងរ៉ាវរបស់គាត់បានទូក៏បាននិយាយដោយគ្មានភាពលាក់បាំងនោះទេថាការពិតទៅរឿងរ៉ាវរបស់អ្នកស្រីយ៉ាស៊ូវាគឺជាកង្វះខាតនៃទំនាក់ទំនងរបស់គាត់ជាមួយនឹងលោករាមចន្ទ្រាដែលជាប្តីនោះឯងលោករាមចន្ទ្រាបានព្យាយាមធ្វើការតាំងពីព្រឹករហូតដល់យប់ដែលគាត់មានពេលសម្រាកក្នុងពេលដែលគាត់បានចូលដំណេកតែប៉ុណ្ណោះការខំប្រឹងប្រែងរបស់មនុស្សប្រុសខុសប្លែកពីធម្មតាស្ថិតនៅក្នុងទំនាក់ទំនងមួយវាគឺជាការបង្ហាញអំពីការដឹងកំហុសស្ថិតនៅក្នុងទំនាក់ទំនងមួយដែលធ្លាប់មានបញ្ហានៅក្នុងពេលអតីតកាលកាលពីរយៈពេល7ឆ្នាំមុនលោករាមចន្ទ្រាធ្លាប់មានទំនាក់ទំនងជាមួយនឹងលេខារបស់ខ្លួនដែលរឿងរ៉ាវទាំងនេះបានធ្វើឲ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរបស់លោករាមចន្ទ្រាជាមួយនឹងអ្នកស្រីយ៉ាស៊ូលៀមនោះលោករាមចន្ទ្រាក៏បានមកបង្អាក់នៅការសន្ទនាមួយនេះហើយព្រមទាំងទះកំភ្លៀងទៅកាន់បានទូពីកំភ្លៀងផងដែរដែលគេបានយកនៅរឿងរ៉ាវដ៏ឈឺចាប់របស់គាត់នាពេលអតីតកាលយកមកនិយាយសារជាថ្មីប៉ុន្តែបានទូបានធ្វើការបដិសេធក៏ព្រោះតែកាលដែលគេបាននិយាយនេះវាគឺជាការពិតហើយអ្វីដែលមនុស្សគ្រប់គ្នាស្ថិតនៅក្នុងផ្ទះមួយនេះបានដឹងនៅរឿងរ៉ាវគ្រប់យ៉ាងប៉ុន្តែព្យាយាមធ្វើដូចជាធម្មតានោះ
វាគឺជាការកុហកមួយដែលធ្វើឲ្យរឿងរ៉ាវទាំងនេះនៅតែបន្តហើយគ្មានថ្ងៃបញ្ចប់នោះទេមុនពេលដែលបានទូបានធ្វើដំណើរចាក់ចេញគេក៏បាននិយាយប្រាប់ទៅកាន់លោករ៉ាមចន្ទ្រាផងដែរថាមានតែការប្រើប្រាស់បេះដូងដើម្បីប៉ះប៉ូវនៃរឿងរ៉ាវទាំងនេះតែប៉ុណ្ណោះទើបជាអ្វីដែលអាចដោះស្រាយចំពោះបញ្ហាគ្រួសារមួយនេះបានជាជាងការប្រើប្រាស់នៅពាក្យកុហកដើម្បីនឹងលាក់បាំងនៅទង្វើខុសឆ្គងកាលពីពេលអតីតកាលពីកំភ្លៀងដែលបានទូបានទទួលស្ថិតនៅក្នុងថ្ងៃនេះវាពិតជាមិនឥតប្រយោជន៍នោះទេដោយលោកអាណាន់ក៏បានតាក់ទងប្រាប់ទៅកាន់បានទូផងដែរថាស្ថិតនៅល្ងាចនេះវាគឺជាលើកទី1នៃរយៈពេល7ឆ្នាំចុងក្រោយដែលគាត់បានឃើញកូនស្រីជាមួយនឹងកូនប្រសាររបស់គាត់បាននិយាយគ្នាអំពីរឿងរ៉ាវក្នុងចិត្តស្ថិតនៅខាងក្នុងផ្ទះមួយនេះអ្វីដែលបានទូបានឆ្កឹះនៅដំបៅចាស់របស់អ្នកទាំងពីរនោះក៏បានធ្វើឲ្យពួកគាត់បានរកឃើញនៅចំណុចមួយដែលអាចផ្សះផ្សាជាមួយនឹងគ្នាវិញបានដែលវាគឺជាការសុំទោសចេញពីចិត្តជាមួយនឹងការអធ្យាស្រ័យចេញពីបេះដូងនោះឯងស៊ីរ៉ាំជាមួយនឹងតារ៉ាំហាក់បីដូចជាមិនព្រមបោះបង់ចោលគំនិតនៃការកឹបកេងប្រាក់របស់គ្រួសារនោះទេដោយពួកគេក៏បែរជាចូលដៃជាមួយនឹងថាលីដែលជាកូនប្រុសរបស់ណៃឌូជាមួយនឹងឈ្មួញម្នាក់ដែលមានឈ្មោះថាសាណាំជាឈ្មួញដែលព្យាយាមចង់ទិញនៅក្រុមហ៊ុនទេសចររបស់អាមូកាលពីពេលមុននោះឯងការពិភាក្សាមួយនេះគឺត្រូវបានចូលរួមមិនត្រឹមតែវត្តមានរបស់ថាលីជាមួយនឹងសាណាំព្រមទាំងអាមូជាមួយនឹងរ៉ាច់នោះទេប៉ុន្តែក៏មានម្ចាស់ភាគហ៊ុនធំៗដែលបានចូលរួមជាមួយនឹងការប្រជុំពិភាក្សាមួយនេះផងដែរលោករ៉ាមចន្ទ្រាក៏មានការព្រួយបារម្ភអំពីការប្រជុំមួយនេះដោយគ្មានវត្តមានរបស់គាត់ស្ថិតនៅពីក្រោយនៃការប្រជុំរបស់រ៉ាច់ប៉ុន្តែលោកអាណាន់បានដឹងយ៉ាងច្បាស់ថាមានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលអាចបញ្ចប់នៅការប្រជុំមួយនេះបានដោយស្ថាពរនោះគឺជាដំណើរមកដល់នៃវត្តមានរបស់បានទូគេក៏បានធ្វើដំណើរតម្រង់មកកាន់ការប្រជុំមួយនេះជាមួយនឹងសម្លៀកបំពាក់នៃឈុតពណ៌ក្រហមដំណើរយួរស្មាហើយដើរចូលទាំងក៏ក្លឿនទៅក្នុងការប្រជុំមួយនេះជាមួយនឹងលិខិតមួយច្បាប់ដែលពាក់ព័ន្ធជាមួយនឹងការអនុញ្ញាតពីសំណាក់ថ្នាក់លើជាន់ខ្ពស់របស់ក្រុមហ៊ុនមួយនេះនោះគឺលោកអាណាន់ដើម្បីឲ្យគេធ្វើជាអ្នកតំណាងនៃការប្រជុំមួយនេះបានទូមិនបានខ្វាយខ្វល់ជាមួយនឹងអ្វីដែលត្រូវនិយាយស្ថិតនៅក្នុងការប្រជុំនោះទេដោយគេគ្រាន់តែចូលទៅអុកឡុកស្ថិតនៅក្នុងការប្រជុំមួយនេះតែប៉ុណ្ណោះដែលនោះក៏បានធ្វើឲ្យសាត់ឆាមដែលជាមនុស្សជំនិតរបស់ណៃឌូដែលបានធ្វើដំណើរមកជាមួយនឹងថាលីនោះបាននិយាយនៅពាក្យមិនសមរម្យមួយចំនួនហើយចុងក្រោយគេក៏ត្រូវទទួលរងនៅមួយកំភ្លៀងពីសំណាក់បានទូបន្ទាប់ពីនោះបានទូក៏បាននិយាយប្រាប់ទៅកាន់ថាលីផងដែរថាចម្លើយពីសំណាក់ថ្នាក់លើក៏មិនខុសពីពេលមុននោះឡើយវាគឺជាការបដិសេធនៃកាលដែលថាលីជាមួយនឹងឪពុករបស់គេចង់រួមទុនជាមួយនឹងក្រុមហ៊ុនមួយនេះលោកអាណាន់ពិតជាមានភាពរីករាយយ៉ាងខ្លាំងក៏ព្រោះរយៈពេលមិនដល់កន្លះម៉ោងផងនោះបានទូបានដោះស្រាយវាដោយជោគជ័យហើយស្ថិតនៅក្នុងយប់នោះផងដែរវាក៏ជាពេលវេលានៃពិធីជប់លៀងស្ថិតនៅក្នុងភូមិគ្រឹះនៃគ្រួសាររបស់លោករ៉ាមចន្ទ្រានៅពេលដែលបានទូបានព្យាយាមក្រឡុកស្ថិតនៅក្នុងកម្មវិធីមួយនោះដើម្បីឲ្យកាន់តែមានភាពរីករាយមនុស្សដែលបានបង្ហាញក្រសែភ្នែកចាប់អារម្មណ៍ទៅកាន់បានទូជាងគេនោះគឺជាវត្តមានរបស់អ្នកស្រីយ៉ាស៊ូក៏ព្រោះតែអារម្មណ៍នឹងអ្វីដែលគាត់បានមើលឃើញទៅកាន់ក្មេងប្រុសម្នាក់នេះគឺពិតជាដូចទៅនឹងអ្វីដែលលោករ៉ាមចន្ទ្រាបាននិយាយកាលពីថ្ងៃមុនដែលគេពិតជាមានភាពស្រដៀងទៅនឹងអត្តចរិតរបស់លោករ៉ាមចន្ទ្រាកាលពីក្មេងពិតមែនប៉ុន្តែភាពរីករាយនៃពិធីជប់លៀងមួយនេះក៏បានคล้ายទៅជាវិវាទក្រោយពេលដែលអ្នកស្រីយ៉ាស៊ូជាមួយនឹងសមាជិកដទៃទៀតបានដឹងអំពីទំនាក់ទំនងរបស់បានទូជាមួយនឹងអាមូដែលមិនមែនគ្រាន់ជាមេនឹងកូនចៅដែលធ្លាប់ធ្វើការជាមួយគ្នានោះទេគ្រួសាររបស់លោករ៉ាមចន្ទ្រាក៏មិនទាន់និយាយអ្វីមួយពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងនេះនោះទេប៉ុន្តែវ៉ាល់មីគីក៏បានឆ្លៀតឱកាសនេះដើម្បីសម្ដែងធ្វើជាប្រដៅកូនប្រុសរបស់ខ្លួនហើយឆ្លៀតឱកាសនេះដើម្បីនឹងបង្ករឿងហើយបណ្ដេញគេចេញពីផ្ទះមួយនេះដោយមិនឲ្យគេមកបម្រើការស្ថិតនៅក្នុងផ្ទះរបស់គ្រួសារលោករ៉ាមចន្ទ្រាបន្តទៅទៀតនោះឡើយអាមូក៏បានជូនបានទូដើម្បីនឹងធ្វើដំណើរចាក់ចេញពីទីនោះហើយបានទូក៏បាននិយាយអំពីរឿងរ៉ាវក្នុងចិត្តព្រមទាំងការពិតគ្រប់យ៉ាងប្រាប់ទៅកាន់អាមូដែលនោះក៏បានធ្វើឲ្យនាងបន្ទោសទៅកាន់គេផងដែរថាហេតុអ្វីបានជាបានទូមិនព្រមនិយាយការពិតប្រាប់ទៅកាន់គ្រួសាររបស់គេបានទូក៏បានបដិសេធថានេះក៏ព្រោះដោយសារតែគេមិនចង់ឃើញនរណាម្នាក់ត្រូវជួបប្រទះជាមួយនឹងអារម្មណ៍ច្របូកច្របល់ប្រៀបបីដូចជាគេកាលពីមួយរយៈពេលមុននោះទេក៏ព្រោះប្រសិនបើរឿងរ៉ាវទាំងនេះត្រូវបានលាតត្រដាងវាអាចនឹងធ្វើឲ្យមនុស្សជាច្រើនត្រូវជួបប្រទះជាមួយនឹងបញ្ហានៅក្នុងថ្ងៃតែមួយនោះផងដែរណៃឌូក៏បានចាប់ជំរិតកូនស្រីរបស់ស៊ីរ៉ាំដែលមានឈ្មោះថាណាន់ឌូដើម្បីគំរាមទៅដល់គ្រួសារលោករ៉ាមចន្ទ្រា
ដើម្បីទទួលយកនៅសំណើនៃការបណ្ដាក់ទោសរបស់ពួកគេនោះឯងលោកអាណាន់ជាមួយនឹងលោករ៉ាមចន្ទ្រាក៏ហាក់បីដូចជាមិនអាចប្រកែកនៃរឿងរ៉ាវទាំងនេះបាននោះទេដូច្នេះហើយពួកគាត់ទាំងពីរនាក់ក៏យល់ព្រមចុះហត្ថលេខាទៅលើឯកសារដែលបានបញ្ជូនមកនោះចំណែកឯរាជគឺជាអ្នកដែលត្រូវបញ្ជូនឯកសារមួយនេះទៅឲ្យណៃឌូដោយផ្ទាល់ក៏ព្រោះតែគេពិតជាមិនអាចបដិសេធនៃរឿងរ៉ាវទាំងអស់នេះបន្តទៅទៀតនោះទេហើយរាជក៏បាននិយាយការពិតគ្រប់យ៉ាងប្រាប់ទៅកាន់គ្រួសាររបស់ខ្លួនថាការពិតទៅគេមានទំនាក់ទំនងជាមួយនឹងណាន់ឌូជាយូរណាស់មកហើយប៉ុន្តែដោយសារតែគ្រួសារព្យាយាមបង្ខំឲ្យគេភ្ជាប់ពាក្យជាមួយនឹងអាមូចំណែកឯរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងជំនួញវាមិនមែនជាចំណង់ចំណូលចិត្តរបស់គេតាំងតែពីតូចហើយគេមិនដែលមានសេរីភាពក្នុងការធ្វើអ្វីមួយនោះទេដូច្នេះស្ថិតនៅក្នុងថ្ងៃនេះគឺគ្មាននរណាម្នាក់អាចខាត់គេដើម្បីទៅជួយសង្គ្រោះណាន់ឌូបាននោះឡើយប៉ុន្តែក្រោយពេលដែលរាជបានធ្វើដំណើរទៅដល់ផ្ទះរបស់ណៃឌូនោះគ្រប់យ៉ាងដែលស្ថិតនៅទីនោះក៏ត្រូវបានរប៉ាត់រប៉ាយហើយសាត់ឆាមដែលជាកូនចៅរបស់ណៃឌូក៏បាននិយាយប្រាប់ទៅកាន់រាជផងដែរថាមុននេះបានទូបានធ្វើដំណើរមកមុនរាជមួយជំហានហើយព្រមទាំងដោះស្រាយជាមួយនឹងពួកគេរួចបាត់ទៅហើយទើបបានជាធ្វើឲ្យគ្រប់យ៉ាងស្ថិតនៅទីនេះត្រូវរប៉ាត់រប៉ាយបែបនេះការពិតទៅនៅក្នុងពេលដែលរាជបានធ្វើដំណើរចាក់ចេញពីផ្ទះនោះវ៉ាល់មីគីបានតាក់ទងទៅកាន់គេដើម្បីនឹងឲ្យទៅជួយសង្គ្រោះកូនប្រុសបង្កើតរបស់គាត់ក៏ព្រោះតែរាជអាចប្រឈមមុខជាមួយនឹងគ្រោះថ្នាក់បានក្នុងពេលដែលគេទៅជួយសង្គ្រោះណាន់ឌូបន្ទូក៏បានបដិសេធជាមួយនឹងវ៉ាល់មីគីប៉ុន្តែគេពិតជាចិត្តមិនដាច់ជាមួយនឹងរាជព្រមទាំងណាន់ឌូដែលជាបងប្អូនជីដូនមួយជាមួយនឹងគេនោះឡើយដូច្នេះហើយគេក៏បានធ្វើដំណើរទៅបញ្ចប់រឿងរ៉ាវទាំងនេះហើយព្រមទាំងជួយសង្គ្រោះណាន់ឌូចាក់ចេញពីទីនោះដោយបង្ករបួសស្នាមទៅដល់ណៃឌូដូចជាអ្វីដែលគេធ្លាប់បានធ្វើទៅកាន់លោករ៉ាមចន្ទ្រាដែលជាឪពុកបង្កើតរបស់បានទូកាលពីពេលមុនដូច្នោះដែររាជដែលបានធ្វើដំណើរទៅដល់ទីនោះគេក៏មិនអាចទុកឲ្យណៃឌូត្រូវបាត់បង់ជីវិតនោះឡើយហើយរាជក៏បានជួនណៃឌូដើម្បីនឹងធ្វើដំណើរទៅកាន់មន្ទីរពេទ្យដែលនោះវាហាក់បីដូចជាបានធ្វើឲ្យណៃឌូបានផ្លាស់ប្ដូរនៅគំនិតអាក្រក់របស់គេផងដែរបានទូក៏បាននាំណាន់ឌូធ្វើដំណើរត្រឡប់មកផ្ទះរបស់គ្រួសារលោករ៉ាមចន្ទ្រាវិញហើយគេក៏បានជួបនិយាយជាមួយនឹងលោកអាណាន់ព្រមទាំងលោករ៉ាមចន្ទ្រាព្រមទាំងវ៉ាល់មីគីដែលស្ថិតនៅទីនោះណាន់ឌូបាននិយាយថាការពិតទៅអ្វីដែលគេបានចូលមកក្នុងផ្ទះនេះគឺគ្រាន់តែចង់ឲ្យសមាជិកគ្រួសារស្ថិតនៅក្នុងផ្ទះនេះរស់នៅចុះសម្រុងនឹងគ្នាហើយចេះជួយគ្នាទៅវិញទៅមកតែប៉ុណ្ណោះលោករ៉ាមចន្ទ្រាក៏ចាប់ផ្ដើមមានភាពងឿឆ្ងល់ចំពោះអ្វីដែលបានទូកំពុងតែនិយាយដែលភ្លាមនោះវ៉ាល់មីគីក៏ត្រៀមនឹងនាំបានទូដើម្បីនឹងធ្វើដំណើរចាក់ចេញមុនពេលដែលគេទម្លាយនៅការពិតប៉ុន្តែក៏ត្រូវបានលោកអាណាន់ហាមឃាត់ហើយគាត់ថែមទាំងបានទះកំភ្លៀងទៅកាន់វ៉ាល់មីគីផងដែរថាតើគេចង់លាក់ទុកនៅរឿងរ៉ាវទាំងនេះរយៈពេលប៉ុន្មានឆ្នាំទៅទៀតក៏ព្រោះតែគេបានពង្រត់ចៅប្រុសបង្កើតរបស់គាត់រយៈពេល25ឆ្នាំទៅហើយគ្រប់គ្នាក៏ហាក់បីដូចជាមានការស្រឡាំងកាំងចំពោះរឿងរ៉ាវទាំងនេះក៏ព្រោះតែការពិតទៅគាត់បានស្ដាប់ឮអំពីការសន្ទនារបស់បានទូជាមួយនឹងឈ្មោះស្រីម្នាក់នោះតាំងពីពេលដែលគាត់នៅឯមន្ទីរពេទ្យមកម្លេះដូច្នេះទើបគាត់ព្យាយាមស្វែងរកវិធីដើម្បីឲ្យបានទូចូលមករស់នៅក្នុងគ្រួសារមួយនេះប៉ុន្តែតែងតែត្រូវបានរារាំងពីសំណាក់វ៉ាល់មីគីលោកអាណាន់បានសួរទៅកាន់បានទូដែលជាចៅប្រុសរបស់គាត់ថាត្រូវចាត់ការវ៉ាល់មីគីបែបណាប៉ុន្តែបានទូក៏បានបដិសេធដោយគេបាននិយាយថាព្រះជាម្ចាស់បានដាក់ទោសទៅកាន់គាត់25ឆ្នាំទៅហើយដោយគាត់មិនដែលរស់នៅជាមួយនឹងក្តីសុខនោះទេចំណែកឯជើងរបស់គាត់ក៏ត្រូវពិការដោយសារតែឧបទ្ទវហេតុមួយនោះផងដែរលោករ៉ាមចន្ទ្រាបានសម្លឹងមើលទៅកាន់កូនប្រុសបង្កើតរបស់គាត់ទាំងអារម្មណ៍ក្តុកក្តួលក៏ព្រោះតែគាត់ទទួលបានអារម្មណ៍ថាគេគឺជាសាច់ញាតិរបស់គាត់តាំងពីពេលដែលគាត់បានជួបជាមួយនឹងបានទូស្ថិតនៅឯសន្តាគារលើកទី1មកម្លេះបានទូក៏បាននិយាយទាំងទឹកភ្នែកថាកាលដែលគេព្យាយាមលាក់បាំងនៅរឿងរ៉ាវទាំងនេះក៏ព្រោះតែគេគ្រាន់តែចង់មើលឃើញនៅសេចក្តីសុខម្ដាយឪពុកបង្កើតរបស់គេពីចម្ងាយតែប៉ុណ្ណោះបើទោះបីជាគេគ្មានឱកាសដើម្បីនឹងរស់នៅជិតគាត់ក៏ដោយលោករ៉ាមចន្ទ្រាក៏បាននិយាយទាំងមោទនភាពចំពោះកូនប្រុសរបស់គាត់ប្រាប់ទៅកាន់ឪពុកក្មេករបស់ខ្លួនថាប៉ាឃើញទេអ្វីដែលខ្ញុំធ្លាប់បាននិយាយថាកូនប្រុសរបស់រ៉ាមចន្ទ្រាត្រូវតែបែបនេះត្រូវតែដូចបានទូដែលកំពុងតែឈរនៅចំពោះមុខខ្ញុំនេះដែលមានភាពឃ្លាវខ្លាមិនចេះខ្លាចនរណាហើយធ្វើអ្វីមួយគិតពីគ្រួសារនិងគុណធម៌ជាធំពាក្យថាប៉ាដែលត្រូវបាននិយាយចេញពីមាត់របស់បានទូស្ថិតនៅក្នុងពេលនេះវាក៏បានធ្វើឲ្យលោករ៉ាមចន្ទ្រាពិតជាមិនអាចទប់ទឹកភ្នែករបស់គាត់បាននោះទេដោយគាត់មានបំណងថានឹងយករឿងរ៉ាវទាំងនេះប្រាប់ទៅកាន់អ្នកស្រីយ៉ាស៊ូដែលជាប្រពន្ធរបស់គាត់ប៉ុន្តែបានទូក៏បានបដិសេធថានេះមិនមែនជាពេលវេលាល្អដែលត្រូវប្រាប់ទៅកាន់ម្ដាយបង្កើតរបស់គេនោះទេបន្ទាប់ពីនោះអ្នកស្រីយ៉ាស៊ូក៏បានធ្វើដំណើរចុះពីផ្នែកខាងលើហើយព្រមទាំងបាន
បាននិយាយអរគុណទៅដល់បន្ទូដែលគេបានជួយគ្រួសាររបស់គាត់ជាច្រើនលើកច្រើនសារបន្ទាប់ពីរឿងរ៉ាវទាំងអស់នេះទៅគាត់បានសុំបន្ទូដើម្បីធ្វើជាកូនធម៌របស់គាត់និងប្រគល់នៅក្រុមហ៊ុននៃភាគហ៊ុនធំបំផុតទៅឲ្យគេគឺជាអ្នកគ្រប់គ្រងចំណែកឯរាជគេត្រូវតែទៅរស់នៅជាមួយនឹងវ៉ាល់មីគីដើម្បីឲ្យវ៉ាល់មីគីហាត់ពុតលុតដំឲ្យគេក្លាយទៅជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ប្រៀបបីដូចជាបន្ទូដូច្នោះដែរបន្ទូបានត្រឹមតែសម្រក់ទឹកភ្នែកចំពោះម្ដាយហើយអ្នកគ្រប់គ្នាដែលបានដឹងនៅការពិតក៏គ្មាននរណាម្នាក់តន់និយាយនៅរឿងរ៉ាវទាំងនោះទេដោយពួកគេរងចាំនៅពេលវេលាល្អណាមួយដើម្បីនឹងនិយាយប្រាប់ថាការពិតទៅបន្ទូម្នាក់នេះគឺជាកូនប្រុសបង្កើតរបស់គាត់នោះឯងសម្រាប់ចិត្តមានផ្ទៃពោះអ្នកម្ដាយត្រូវតែមានកំហាប់ឆ្អឹងរឹងមាំការសូមកបិយអេកស្ត្រាជាការសូមសារីរាង្គទម្រង់ទៅក៏រសជាតិក្រូចឆ្ងាញ់ស្រួយញ៉ាំស្របបានល្អសម្រាប់ថែរក្សាកំហាប់ឆ្អឹងឲ្យកាន់តែរឹងមាំការសូមកបិយអេកស្ត្រាបន្ថែមការសូមឆានជាងមុន2ដងក្នុងមួយអំពូលដើម្បីឆ្អឹងរឹងមាំ